ក្រុមការងារយើងហើយនឹងជាមួយបងម្ចាស់ផ្ទះនៅសហគមន៍នៅលើភ្នំកលៀនហ្នឹងឥឡូវគាត់បានជួយរៀបតង់ហើយយើងជួយរៀបតង់គាត់ហើយថ្ងៃនេះក្រុមកម្មវិធី Max Rest និងកំដៅកំបាំងរបស់យើងនឹងនាំគ្នាស្នាក់នៅក្នុងតង់ទាំងអស់គ្នាបាទអូខេហើយនេះយើងនឹងគេងតង់ហ្នឹងយើងគេងចំនួនមនុស្ស2នាក់ហើយអ្នកមានធំមានន័យថាតង់មួយម្នាក់ឯងហ្នឹងហើយមែនតើទៅយើងមានឡានមួយគ្រឿងសគួរដែរមានន័យថាបើគាត់ស្ដាប់ក៏អាចអង្គុយក្នុងឡានហ្នឹងបានគេងក្នុងឡានហ្នឹងបាទសូមជម្រាបសួរប្រិយមិត្តអ្នកតាមដានកម្មវិធី Max Rest និងកំណត់អាត់កំបាំងនេះគឺជាថ្ងៃទី2នៃកម្មវិធីយើងលើកទី5ដែលឆ្ពោះមកខេត្តសៀមរាបហើយឥឡូវក្រុមការងារយើងកំពុងតែនៅលើភ្នំគូលែនមុននេះបន្តិចក្រុមការងារយើងបានតឡើងតង់រួចហើយគឺថ្ងៃនេះយប់ទី2នេះគឺយើងបោះតង់សាក់នៅផ្ទះប្រជាជននៅសហគមន៍នៅលើភ្នំគូលែនហ្នឹងឥឡូវហ្នឹងយើងនឹងទៅមើលអ្នកមីងបងដែលជាប្រជាជនរស់នៅទីនេះគាត់នឹងធ្វើម្ហូបជូនក្រុមការងារយើងទាំងអស់គ្នាបាទ